អូខេសួស្តីបងប្អូនអរគ្នាបាទសម្រាប់វីដេអូនេះគឺខ្ញុំចង់ណែនាំពីរបៀបនៃការ update version ណាអញ្ចឹងបងប្អូនខ្លះគាត់អលុប folder ចាស់ឧទាហរណ៍នៃ folder ដែលខ្ញុំបានតម្លើងtool របស់យើងណាគឺគាត់លុប folder នឹងតែម្ដងនេះ folder នឹងតែម្ដងអញ្ចឹងនៅពេលដែលគាត់ download file នេះនៅពេលដែលគាត់ download file zip ហ្នឹងហើយ extract file មាន folder មួយអញ្ចឹងគាត់ទៅចាប់ផ្ដើម browser ថ្មីនៅពេលដែលគាត់ខ្ញុំលើកឧទាហរណ៍បាទនៅពេលដែលគាត់ចាប់ផ្ដើម browser ថ្មីបែបនេះគឺវានឹងទាមទារ license ម្ដងទៀតហើយ license ហ្នឹងគឺបងប្អូនដាក់ license ដដែលទៅគឺបានហើយអត់មានបញ្ហាអីទេអាហ្នឹងណាគឺបានដូចគ្នាប៉ុន្តែគាត់ថាខ្ញុំធ្វើនេះគឺដើម្បីកុំឲ្យដាក់ license ម្ដងទៀតដើម្បីឲ្យលឿនគឺបងប្អូនគ្រាន់តែ download មកបាទឥឡូវខ្ញុំ download ទៅអញ្ចឹងខ្ញុំຕົកនៅក្នុង download ហ្នឹងទៅបាទអូខេ download ហើយអញ្ចឹងយើងទៅមើល file របស់យើងបាទនេះ file អញ្ចឹងនៅក្នុងនេះគឺយើងនៅពេលដែលយើងបើកមកគឺឃើញ file បែបហ្នឹងអញ្ចឹងបងប្អូន select ទាំងអស់ជាក៏បានដែរឬក៏បងប្អូន extract file ដាក់នៅក្នុង folder ហ្នឹងក៏បានដែរអញ្ចឹងបងប្អូនគ្រាន់តែ select VR បែបហ្នឹងមកហើយទាញដាក់នឹងកន្លែងនេះកន្លែង folder ចាស់របស់យើងយើងមិនបាច់លុបទេកាលណាដល់ពេលយើងលុប folder ហ្នឹងគឺនៅពេលដែលយើងចូលទៅកន្លែង extension ម្ដងទៀតដែលយើង refresh កន្លែងនេះនៅពេលដែលយើងrefresh កន្លែងនេះគឺវានឹងទាមទារ serial ម្ដងទៀតដែរដោយសារយើងលុប folder តែបើយើងអត់លុប folder ទេយើងទាញ file ដាក់នៅក្នុង folder ចាស់របស់យើងគឺអត់អីទេគឺបន្តធម្មតាគាត់ថានៅពេលដែលយើងលុប folder វាឲ្យទាមទារដាក់ serial ម្ដងទៀតហើយដាក់ serial ដដែលហ្នឹងទៅអត់អីទេដាក់ key ដដែលគឺអាចប្រើប្រាស់បានធម្មតាតែវាថាវាយឺតពេលអញ្ចឹងធ្វើដូចខ្ញុំបែបនេះគឺវាងាយស្រួលជាងអញ្ចឹងបងប្អូននៅពេលដែលបងប្អូន load file បានអីបងប្អូនគ្រាន់តែលុប file អាចាស់ហ្នឹងចោលទៅនេះបាទលុបចោលវាទៅហើយទាញ file ដែលយើង download ថ្មីទាញដាក់មកនេះ file មិញបាទទាញដាក់ចេញមកប៉ុណ្្នឹងហើយរួចចូលទៅកន្លែង extension របស់យើងណាចូលទៅកន្លែង extension របស់យើងនេះកន្លែងនេះមកហើយចុចកន្លែងនេះចុចកន្លែង reload ម្ដងទៀតណាមិនបាច់ប្រើទៅក៏បានដែរចុចកន្លែង reload យកមកគឺវាអត់ទាមទារ key ម្ដងទៀតទេនៅពេលដែលយើង reload បែបហ្នឹងណាកន្លែងនេះ error អត់អីទេបាទនៅពេលដែលយើងចុចអញ្ចឹងហើយគឺវាទទួលបាន version ថ្មីហើយអញ្ចឹងបងប្អូនចុចមើលមកបាទ version 2.8 ឥឡូវគឺ version last version 2.8 អញ្ចឹងបែបហ្នឹងគឺអត់វាអត់ទាមទារ serial key ម្ដងទៀតទេកាលណាដែលបងប្អូនលុប folder ចាស់គឺយក folder ថ្មីទៅដាក់គឺនៅពេលដែលបងប្អូនតម្លើងម្ដងទៀតគឺវាទាមទារ serial ម្ដងទៀតទាមទារ key ម្ដងទៀតណាអញ្ចឹងសម្រាប់ key ដែលដាក់ហ្នឹងគឺដាក់ key ដដែលហ្នឹងទេគាត់ថាយើងខាតពេលក្នុងការដាក់ key ម្ដងទៀតអញ្ចឹងណាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណ